នេះគឺជាសួនសត្វមួយនៅប្រទេសគេហើយផងនេះដែរនេះគឺជាសត្វខ្លាកំពុងតែតាមប្រមាញ់ហ្វូងសត្វទាំងឡាយនៅក្នុងសួនរបស់គេហើយបងប្អូននេះហើយគឺជាសត្វប្រើសប៉ុន្តែអត់ដឹងហៅថាស្រុកគេនឹងហៅថាប្រើសដូចយើងដែរប៉ុន្តែមិនដឹងជាប្រភេទប្រើសអីទេបងប្អូនមានសេះបង្កងមានឆ្លុះអីចឹងណាហើយតាមពិតទៅនេះគឺជាសួនសត្វអភិរក្សរបស់ស្រុកគេទេសម្រាប់ស្រុកយើងក៏មានសួនអភិរក្សចឹងដែរបងប្អូនប៉ុន្តែសម្រាប់នៅស្រុកយើងគេអត់បលែងសត្វឲ្យតាមប្រមាញ់គ្នាជាចំណីទៅវិញទៅមកទេគឺខាងយើងមានឲ្យចំណីបងប្អូនតែសម្រាប់សួនសត្វអភិរក្សនៅស្រុកគេគឺវាប្រមាញ់តាមតែចិត្តវាអញ្ចឹងគេអត់មានឃុំឃាំងសត្វខ្លាដោយសត្វខ្លាសត្វប្រើសដោយសត្វប្រើសឬក៏សត្វឆ្លុះដោយសត្វឆ្លុះទេបងប្អូនអញ្ចឹងមើលតែការប្រមាញ់របស់វាទៅបងប្អូនហើយសត្វខ្លានេះផងដែរនៅពេលដែលវាតាមខំអីមួយវាខំតល់តែបានបងប្អូនលុះតើតែបានសាច់នឹងចែកគ្នាអញ្ចឹងណាដូចវីដេអូនេះអញ្ចឹងបងប្អូនមើលទៅសាហាវមែនតើប៉ុន្តែទឹកដីរបស់គេសួនអភិរក្សរបស់គេគឺធំមើលទៅដាច់ល្វឹងល្វើយណាបងប្អូនមើលទៅស្អាតមែនតើហើយមើលបរិយាកាសរបស់គេទៅគឺដាច់កតុយភ្នែកអញ្ចឹងសម្រាប់សួនសត្វឬក៏សួនអភិរក្សនៅស្រុកយើងបងប្អូនដែលធ្លាប់ទៅលេងកម្សាន្តដោយភ្នំតាម៉ៅឯអាចដឹងហើយថានៅពេលដែលសត្វនីមួយមានសត្វកាយសាហាវគេដាក់ដោយសត្វកាយសាហាវអញ្ចឹងទៅសត្វស្លូតដាក់ដោយសត្វស្លូតគេអត់ដាក់លោកឡំគ្នាទេប៉ុន្តែផ្ទុយទៅវិញនៅឯស្រុកគេគឺសួនអភិរក្សគេគឺវាលចំហក់លំហល្វឹងល្វើយដូចនៅវីដេអូអញ្ចឹងឯងបងប្អូនបាទអរគុណ